តម្លៃថ្លៃឬថោកបើអត់ស្គាល់ពេទ្យច្បាស់ទេគង់ទៅកែសម្ផស្សស្រុកណាក៏ដោយក៏មានពេទ្យល្អពេទ្យមិនល្អដែរប៉ុន្តែពីភ្ញៀវដែលគាត់ចេះជ្រើសរើសដុកទ័រគាត់ដឹងថាដុកទ័រណាប្រកែដុកទ័រណាដែលគាត់ទុកចិត្តបានណាតម្លៃខុសគ្នាគាត់អាចសំលុយបានជំរាបសួរខ្ញុំបានប្រចាំបណ្ឌិតឯកទេស ERC ឯកទេសការកែសម្ផស្សប្រចាំមជ្ឈមណ្ឌលកែសម្ផស្ស30ជំរាបសួរលោកគ្រូខ្ញុំឈ្មោះលេងហេងលីខ្ញុំចង់សួរលោកគ្រូបន្តិចដោយសារតែខ្ញុំឃើញមតិភ្ញៀវជាច្រើនគាត់តែងតែឆ្ងល់ឬក៏ចោទជាបញ្ហាថាហេតុផលពេលដែលយើងធ្វើចំនួនហ្នឹងទៅខ្លាចមានផលប៉ះពាល់ទៅដល់ខ្លួនយើងផ្ទាល់ហើយមួយទៀតខ្លាចធ្វើទៅមិនស្អាតតើលោកគ្រូមានអីចែករំលែកខ្លះលោកគ្រូអញ្ចឹងសំណួរអូនតើតើទៅនឹងការកែពីបទពិសោធន៍បងជាគ្រូបានកែសម្ផស្សដែលនៅក្នុងវិស័យនេះតាំងពីឆ្នាំ2013មកបងអាចចែករំលែកបទពិសោធន៍បានថាការវះកាត់កែសម្ផស្សមួយវាជាការងារឯកទេសដែលមានឡើងធ្វើបើយើងកែត្រូវវាជួយផ្ដល់ភាពស្រស់ស្អាតតែបើយើងកែអត់ត្រូវទេក៏វាអាចជាបញ្ហាដែលយើងតែងតែឃើញតាមបណ្ដាញសង្គមអញ្ចឹងអ្វីដែលពីបងទៅការកែសម្ផស្សចំនួននេះមួយបងប្អូនដែលមានបំណងចង់ធ្វើការវះកាត់កែសម្ផស្សហ្នឹងគួរតែចេះជ្រើសរើសបែបមានន័យថាគ្រូពេទ្យតែផ្ទុំទៅនឹងគ្រូពេទ្យកែសម្ផស្សគឺមានឆោតបទពិសោធន៍គ្រូពេទ្យម្នាក់ៗអត់ដូចគ្នាទេតិចនិចគាត់ក៏អត់ដូចគ្នាដែរអញ្ចឹងលទ្ធផលដែលគាត់ចេញមកការឲ្យភ្ញៀវហើយហ្នឹងក៏អត់ដូចគ្នាដែរបងប្អូនតែតែឃើញអ្នកខ្លះគាត់គិតថាការកែទម្រង់ចំមុខគាត់ទៅវះញាត់ខ្ទង់ចូលជាការកែប៉ុន្តែពីបងទៅគ្រូពេទ្យកែសម្ផស្សក្នុងការកែទម្រង់ចំមុខមួយហ្នឹងគាត់ត្រូវដឹងគាត់ត្រូវចេះតិចនិចផ្សេងគ្នាមិនថាការដាក់កដោមិនថាការកែឆ្អឹងខ្ចីការកែរុនចំមុខការកែស្នាមចំមុខការឈូសពពោះឆ្អឹងវាជាតិចនិចមួយរបស់គ្រូពេទ្យហ្នឹងអញ្ចឹងយើងត្រូវដឹងថាមិនមែនគ្រប់អ្នកចេះវះកាត់កែសម្ផស្សហ្នឹងចេះគ្រប់តិចនិចទេអញ្ចឹងហើយបានលទ្ធផលយើងឃើញរាល់ថ្ងៃនេះហេតុអីបានអ្នកខ្លះគេកែតែម្ដងចំមុខគេស្អាតបាន5ឆ្នាំ10ឆ្នាំ20ឆ្នាំសឹងតែ30ឆ្នាំអត់ដែលធ្លុះចុងផងហេតុអីបានកន្លែងផ្សេងទៀតគាត់កែដែរគាត់កែបានតែ1ឆ្នាំ2ឆ្នាំចាប់ផ្ដើមមានបញ្ហាដូចជាស្ដោងចុងចង់ធ្លុះចុងអង្គើពុលអ្នកខ្លះទម្រង់អត់ស្អាតទៀតវាអាចខោយឬក៏វាវែងពេកអញ្ចឹងអ្វីទាំងអស់ហ្នឹងបងប្អូនត្រូវដឹងថាការងារហ្នឹងវាចេញពីទឹកដៃគ្រូពេទ្យកែសម្ផស្ស10នាក់គឺលទ្ធផលចេញមកខុសគ្នាទាំង10នាក់ដោយសារអីវាជាការងារដោយដៃវាជាទេពកោសល្យរបស់គាត់ម្នាក់ៗអញ្ចឹងរឿងកែសម្ផស្សនេះបងប្អូនចង់បានទាំងស្អាតចង់បានសុខភាពបងប្អូនត្រូវមើលថាគ្រូពេទ្យស្រុកខ្មែរយើងមួយណាដែលមានឯកទេសត្រឹមត្រូវមានបទពិសោធន៍យូរឆ្នាំលទ្ធផលដែលគេកែឲ្យភ្ញៀវនឹងមើលតើទទួលយកបានអត់ស្អាតមែនអត់ហើយសុខភាពអត់តើការកែចំមុខគាត់តែបង្ហាញរូបថ្ងៃកាត់ចេះហ្នឹងគឺថាស្អាតហើយចប់មែនវាអត់ទេយើងអាចមើលឃើញទម្រង់ចំមុខស្អាតនៅថ្ងៃកាត់ចេះប៉ុន្តែ1ឆ្នាំក្រោយ2ឆ្នាំក្រោយវាមានស្ដើងចុងអត់យល់ទេអញ្ចឹងកន្លែងហ្នឹងដែរបានបងចង់បញ្ជាក់ថាមុននឹងចង់ទៅកែសម្ផស្សមើលសិនមើលដុកទ័រនឹងជាអ្នកណាគេកុំឲ្យមើលតែរូបភាពផ្សព្វផ្សាយតាម Facebook ឃើញគេដាក់រូបស្អាតគេនិយាយបញ្ចុះតម្លៃគេនិយាយ promotion យើងចេះតែនិយាយជាមួយអ្នកលក់តថ្លៃទៅធ្វើការវះកាត់ទាំងអត់ស្គាល់ដុកទ័រគឺវានឹងអាចជួបហានិភ័យហើយប៉ុន្តែពីភ្ញៀវដែលគាត់ចេះជ្រើសរើសដុកទ័រគាត់ដឹងថាដុកទ័រណាប្រកែដុកទ័រណាដែលគាត់ទុកចិត្តបានណាតម្លៃខុសគ្នាគាត់អាចសំលុយបានប៉ុន្តែនៅពេលដែលគាត់ទៅធ្វើភាគរយដែលគាត់កែបានលទ្ធផលល្អគឺច្រើនបំផុតកន្លែងហ្នឹងបានបងចង់បញ្ជាក់ថាអូនចង់ធ្វើការកែសម្ផស្សអូនបារម្ភច្រើនពីរឿងបញ្ហាអូនគួរតែសិក្សាពីគ្រូពេទ្យឲ្យបានច្រើនសិក្សាពីស្នាដៃគ្រូពេទ្យមើលលទ្ធផលរបស់គាត់អរគុណលោកគ្រូម្ដងទៀតសម្រាប់ការចែករំលែកលោកគ្រូខ្ញុំអាចសុំសួរលោកគ្រូមួយទៀតបានដោយសារតែខ្ញុំឃើញនៅក្នុងសង្គមយើងគាត់តែងតែបែងចែកជាមួយនឹងការវះកាត់ធ្វើចំហហ្នឹងមានតម្លៃទាបតម្លៃខ្ពស់តើលោកគ្រូអាចជួយបកស្រាយបានអត់លោកគ្រូពីបងជាគ្រូពេទ្យកែសម្ផស្សតាមពិតតម្លៃហ្នឹងតម្លៃកែសម្ផស្សចំមុខនេះមួយវាមិនមែនអាស្រ័យទៅលើប្រភេទខ្ទង់ឬក៏តិចនិចអីមួយទេតាមពិតវាអាស្រ័យទៅលើបទពិសោធន៍របស់ពេទ្យគ្រូពេទ្យដែលមានបទពិសោធន៍កាន់តែខ្ពស់ទឹកដៃកាន់តែល្អគេយកកាន់តែថ្លៃពេទ្យដែលបទពិសោធន៍តិចគេអាចយកថាធូរថ្លៃតាមនឹងដែរវាចុះអញ្ចឹងរឿងតម្លៃនេះមួយបងប្អូនអាចដឹងថាកន្លែងមួយទៅកន្លែងមួយវាតម្លៃអត់ដូចគ្នាទេញៀវក៏គាត់សួរដែរថាលោកគ្រូហេតុអីបានគេវះយកតែ300 500ហេតុអីបានកន្លែងខ្លះវះដល់5000 10000ហេតុអីបានលោកគ្រូនៅកន្លែងលោកគ្រូវះយក1000ជាង2000ជាងបងចង់បញ្ជាក់ថាតម្លៃវាអាស្រ័យទៅលើបែបហ្នឹងហើយអាស្រ័យទៅលើទីតាំងរបស់ clinic គេហ្នឹងហើយតម្លៃរបស់ clinic គេហើយចម្បងហ្នឹងគឺបទពិសោធន៍បែបអញ្ចឹងបើវះមួយបងតម្លៃបងប៉ុណ្ណឹងគឺជាតម្លៃរបស់បទពិសោធន៍បងហ្នឹងហើយដែលបងធ្វើជូនភ្ញៀវហ្នឹងលោកគ្រូចង់ខ្ញុំអាចសុំសួរលោកគ្រូបន្តិចបានទៀតអត់ដោយសារតែខ្ញុំឃើញមានភ្ញៀវជាច្រើនគាត់តែងតែធ្វើចំហអ្នកខ្លះគាត់យកឆ្អឹងខ្ចីទៅជារបស់យើងឬក៏អ្នកខ្លះទៀតគាត់យកបែបជាជ័រស៊ីលីកូនដើម្បីយកមកអបលើចំហរបស់យើងអញ្ចឹងសំណួរនេះវាតាក់ទងទៅនឹងប្រភេទខ្ទ
តុង3ខ្លះដែលគេអាចយកធ្វើចំហបានថាឡើយពីបទពិសោធន៍បងការកែចំហយើងត្រូវដឹងថាចេះយើងកែយើងចង់បានកដោងនេះខ្ពស់ជាងមុនចង់ចំហរៀងស្លូអញ្ចឹងអ្នកដែលចំហពិតត្រូវដឹងថាចង់ខ្ពស់តើវាមានអីមកបន្ថែមត្រូវអត់ហ្នឹងហើយអញ្ចឹងការបន្ថែមហ្នឹងគេអាចប្រើជា silicone implant ឬក៏គេប្រើពពុះ EPTFE ជាពពុះកកតិចហ្នឹងឬក៏គ្រូពេទ្យខ្លះគឺគាត់ច្នៃហ្មងគាត់អាចយកឆ្អឹងជំនីយកទៅច្រាំបន្តមកទៀតយកមកសូននៅលើក្រៅច្រមុះយើងគ្រូពេទ្យខ្លះទៀតគាត់អាចប្រើជាឆ្អឹងត្រចៀកដើម្បីយកមកកែនៅចុងច្រមុះព្រោះចុងច្រមុះយើងនឹងវាមានរចនាសម្ព័ន្ធឆ្អឹងខ្ចីមួយចំនួនដែលអាចចង់ឲ្យចុងច្រមុះពិតឬក៏ស្រួចគឺគេអាចគុំមកឆ្អឹងខ្ចីនឹងបានតែក៏គេត្រូវបន្ថែមដែរគ្រូពេទ្យខ្លះគេអាចយកឆ្អឹងជាឬក៏ឆ្អឹងជំនីឬក៏យកសឹកតោមរបស់ច្រមុះកណ្ដាលហ្នឹងមកគេឆ្កឹះពីក្នុងហ្នឹងមកដើម្បីយកមកដាំបកូនហើយខ្លះទៀតនៅពេលដែលបច្ចេកទេសជឿនលឿនគេអត់ចាំបាច់វះឆ្អឹងជំនីឆ្អឹងត្រចៀកទេគេមានផលិតផលស្រាប់ដូចជា silicone ដែលគេដាក់នៅលើខ្ទង់អញ្ចឹងគាត់ជាប្រភេទគេហៅថា mesh ដែលគេយកមកដាំនៅកណ្ដាលច្រមុះជំនួសឲ្យឆ្អឹងជំនីអញ្ចឹងអ្នកជំងឺអត់ចាំបាច់វះឆ្អឹងជំនីទេសរុបសេចក្តីមកការកែទម្រង់ច្រមុះនេះគឺគេអាចប្រើវិធីសាស្ត្រពីរទី1យកផលិតផលដែលគេផលិតស្រាប់ពី labo ដូចជា silicone ដូចជាកកតៃដូចជា mesh ដូចជាគេហៅថាកោសិកាផ្សាំ derm megaderm អីហ្នឹងមួយទៀតគឺគេអាចច្នៃចេញពីខ្លួនយើងផ្ទាល់ដូចជាការប្រើឆ្អឹងជំនីសូមឆ្អឹងជំនីឆ្អឹងត្រចៀកសូមឆ្អឹងត្រចៀកប្រើឆ្អឹងច្រមុះផ្ទាល់ខ្លួនយើងហើយការកែទំព័រខ្លះទៀតគឺអត់ចាំបាច់ឆ្កឹះឆ្កៀលអីច្រើនគឺវះកែតែម្ដុំច្រមុះហ្នឹងហ្មងគេអាចឆ្កឹះឆ្កៀលទម្រង់ច្រមុះហ្នឹងពុំឡើងវិញពីចុងធំមកចុងទូបានដោយប្រើច្រមុះហ្នឹងអញ្ចឹងបងអូនស្ដាប់ទៅមានអារម្មណ៍ថាវាមានច្រើនណាស់ប៉ុន្តែសួរតែមួយណាល្អបងគិតថាមួយណាល្អវាអត់សំខាន់ទេសំខាន់សួរតែពេទ្យណាល្អមានបទពិសោធន៍ច្រើនវិញដោយសារពេទ្យបទពិសោធន៍កាន់តែច្រើនគេចេះច្នៃគ្រប់យ៉ាងប៉ុន្តែបើពេទ្យអត់បទពិសោធន៍ទេគាត់នឹងអាចការច្នៃប្រឌិតរបស់គាត់នៅមានកម្រិតយល់ទេបាទអញ្ចឹងជំរឿនហ្នឹងគឺវាអាស្រ័យទៅលើគ្រូពេទ្យទេហើយកុំសូវបដោតទៅលើប្រភេទខ្ទង់ពីបទពិសោធន៍បងចង់ធ្វើដល់ឆ្អឹងជំនីចង់ទៅធ្វើដល់កូរ៉េចង់ទៅធ្វើដល់សុខខាងអ្នកចិត្តខាងយើងចង់ចប់នៅខូចខាតដដែលអញ្ចឹងមិនថាខូចខាតហ្នឹងដោយសារអីមិនមែនដោយសារឆ្អឹងជំនីមិនមែនដោយសារខ្ទង់ទេដោយសារ technique គ្រូពេទ្យដែលគាត់ធ្វើនោះពេលខ្លះគាត់ធ្វើខុស technique គាត់ធ្វើអត់ត្រូវគាត់ខ្លឹមខ្លាំងអត់ត្រូវបទពិសោធន៍គាត់តិចហើយបទពិសោធន៍បងកាបងអត់ទាន់ចេញធ្វើដល់ទៅបងនាំមិត្តភ័ក្តិទៅធ្វើចំមុខនៅខាងយើងហ្នឹងនៅថៃកាលនោះទៅធ្វើហ្នឹងពេទ្យហ្នឹងល្បីអានោះបងអត់ដឹងទេបងដឹងតែពេទ្យល្បីបងនាំគាត់ទៅធ្វើដល់ពេលនាំគាត់ទៅធ្វើទម្រង់អត់ស្អាតទេហើយមានបញ្ហាទៀតហើយត្រូវវាហើយត្រូវទៅវះលើកទី2ទៀតដល់ពេលបងចាប់ផ្ដើមសិក្សាទៅបានបងនឹងថាអូ clinic នោះល្បីប៉ុន្តែគ្រូពេទ្យដែលធ្វើហ្នឹងមិនមែនគ្រូពេទ្យដែលល្បីហ្នឹងទេគ្រូពេទ្យម្នាក់ទៀតអញ្ចឹងយើងអាចដឹងថាគ្រូពេទ្យ2នាក់ផលិតផលខុសគ្នាអញ្ចឹងបានបងចង់បញ្ជាក់ថាកាយសម្ផស្សទៅគឺគ្រូពេទ្យណាដែលគាត់បកកែស្គាល់គាត់ឲ្យច្បាស់ទុកចិត្តគាត់ហើយតម្លៃថ្លៃឬថោកមិនសមលុយបានទេគាត់ទៅបងប្អូនកែមិននេះខុសទេលោកគ្រូខ្ញុំអាចសុំសួរលោកគ្រូមួយទៀតបានដោយសារតែពេលខ្លះខ្ញុំឃើញជាពិសេសបងស្រីឬក៏បងប្រុសគាត់តែងតែសម្រាប់ចិត្តទៅកែសម្ផស្សនៅក្រៅប្រទេសតើលោកគ្រូអាចជួយចែករំលែកពីវិធីសាស្ត្រភាពខុសគ្នាពីនៅស្រុកខ្មែរការកែសម្ផស្សនៅស្រុកខ្មែរនិងការកែសម្ផស្សនៅស្រុកគេតើខុសគ្នាបែបណាដែរលោកគ្រូអញ្ចឹងចំណុចនឹងដែរបងក៏ឃើញដែរពេលខ្លះគាត់ជ្រើសរើសគាត់គិតថាតើតកែស្រុកក្រៅបានល្អកែប្រទេសក្រៅបានជោគជ័យគាត់តែងតែប្រាប់ថាតកែនៅស្រុកនេះទៅល្អកែនៅស្រុកនេះល្អប៉ុន្តែពីបងមើលទៅការណែនាំបែបនោះគឺអត់ត្រូវទេការណែនាំបែបហ្នឹងគ្រាន់តែប្រាប់ថាកន្លែងនេះល្អកន្លែងនេះល្អតែយើងត្រូវដឹងថាស្រុកណាក៏ដោយក៏មានពេទ្យល្អពេទ្យមិនល្អដែរអញ្ចឹងឆ្លុះបញ្ចាំងមកវិញនៅស្រុកខ្មែរយើងក៏ដូចគ្នាដែរក៏មានគ្រូពេទ្យបកាក៏មានគ្រូពេទ្យអត់បកាដែរក៏មានគ្រូពេទ្យល្អក៏មានគ្រូពេទ្យបកប្រាស់ទំនុកចិត្តដែរអញ្ចឹងពីបងទៅវាមិនសំខាន់ទៅលើតកែស្រុកក្រៅបានល្អជាងស្រុកខ្មែរទេសំខាន់បងប្អូនត្រូវដឹងថាបងមិនស្ដាប់យើងពីដើមមកយើងដឹងហើយបងតែលើកទឹកចិត្តឲ្យគាត់ស្វែងយល់ពីពេទ្យអញ្ចឹងបងប្អូនដូចថាអញ្ចឹងគេថាតកែពេទ្យវៀតណាមនៅពេទ្យមួយនេះល្អបងប្អូនត្រូវដឹងថាពេទ្យនឹងមានគ្រូពេទ្យកែសម្ផស្សមិនក៏5នាក់ដែរតើបងតកែមួយនាក់ណាយល់ទេអញ្ចឹងបងម្នាក់នោះគាត់ថាគាត់កែនៅនឹងស្អាតពេលដែលគាត់ណែនាំបងប្អូនទៅបងប្អូនទៅកែទៅតាមគាត់ហេតុអីបានលទ្ធផលដូចគ្នាពេលខ្លះគ្រូពេទ្យដែលកែឲ្យគាត់ហ្នឹងមិនមែនជាគ្រូពេទ្យដែលកែឲ្យបងស្រីមកពីខូចទេអញ្ចឹងកន្លែងនឹងដែរបងចង់លើកទឹកចិត្តថាបងប្អូនមិនថាសម្រាប់ចិត្តកែនៅស្រុកខ្មែរឬក៏កែនៅបរទេសទេបងប្អូនត្រូវសិក្សាពីពេទ្យទៅហើយបើថាអត់យើងមានលុយចាយមិនអស់យើងចង់ទៅចាយនៅស្រុកក្រៅបងប្អូនទៅសួរដែរថាកែមួយដុកទ័រណាហើយយើងទៅដល់យើងរកដុកទ័រកែនៅស្រុកខ្មែរដូចគ្នាអញ្ចឹងគ្រូពេទ្យល្បីកែសម្ផស្សក៏មានច្រើនមានដែរឥឡូវក៏មិនអត់មានទេអញ្ចឹងបងចង់កែសម្ផស្សបងធ្វើគ្រូពេទ្យទៅមិនមែនថាចង់កែសម្ផស្សចេះតែទៅកែតែមកស្ពតពេទ្យទេកន្លែងនោះមួយបងប្អូនត្រូវតែចាំចំណេញត
តម្លៃថ្លៃឬថោកបើអត់ស្គាល់ពេទ្យច្បាស់ទេគុំទៅកែសម្ផស្សតែបើស្គាល់ពេទ្យច្បាស់ហើយទោះតម្លៃថ្លៃតម្លៃថោកមិនសមលុយទៅបាទ លោកគ្រូខ្ញុំអាចសុំសួរលោកគ្រូមួយទៀតបានណាដោយសារតែខ្ញុំឃើញបង influencer ឬក៏តារាល្បីៗគាត់បានទៅកែចំមុះនៅឯប្រទេសកូរ៉េតែតម្លៃវាហក់ខ្ពស់ខ្លាំងមែនទែនឈានទៅដល់ $10000 ទៅ $15000 តើតម្លៃហ្នឹងមែនទេលោកគ្រូ អូខេអញ្ចឹងអានេះនិយាយពីរឿងតម្លៃទៀតហើយបងចង់បញ្ជាក់ថាឡើងវិញតម្លៃគឺអាស្រ័យទៅលើមិនមែនតម្លៃថ្លៃទៅលើប្រភេទខ្ទង់ឬក៏តិចណាមួយតម្លៃថ្លៃឬថោកគឺវាអាស្រ័យទៅលើគ្រូពេទ្យឬក៏ clinic របស់គេនឹងល្បីកម្រិតណាអញ្ចឹងបងចង់បញ្ជាក់ឡើងវិញតម្លៃ $15000 ហ្នឹងមកគិតសាច់កែតម្លៃដើមមកគឺអត់ដល់ពីទៅមិនដល់2000ផងបងគិតដែរបាទអាហ្នឹងបងនៅក្នុងវិស័យហ្នឹងបងដឹងពេលខ្លះមកគាត់ប្រើឆ្អឹងជំនីភ្ញៀវយកមកធ្វើទៀតគឺសឹងតែថាអត់អស់លុយទិញផលិតផលឆ្អឹងជំនីយើងមានអស់លុយទៅទិញថាអត់បាទហើយគាត់ប្រើសូមឆ្អឹងជំនីយកមកធ្វើចុងចំមុះអាហ្នឹងក៏អត់មានអស់លុយដែរនិយាយទៅគាត់អស់តែថ្លៃពេទ្យថ្លៃថ្នាំសណ្ដំថ្លៃថ្នាំស្ពបថ្លៃថ្នាំញ៉ាំថ្លៃលាងលម្អប៉ុន្តែផលិតផលដែលកែតម្រង់ចំមុះគាត់នេះគឺចម្រាញ់ពីខ្លួនគាត់សុទ្ធពីសរីរាង្គរបស់យើងមែនលោកគ្រូ ចឹងអូនអាចគិតបានហើយតើតម្លៃ $15000 វាជាតម្លៃអីឲ្យបងគាត់វាគឺជាតម្លៃគ្រូពេទ្យវាជាតម្លៃ clinic របស់គេអញ្ចឹងមិនមែនថាទៅកូរ៉េកែ $12000 ហ្នឹងវាជាតម្លៃកែចំមុះមួយដែលត្រូវតែចាយប៉ុណ្ណឹងអូខេបើយើងវាថាយើងត្រូវការរបស់ brand យើងត្រូវទៅការនៅប្រទេសជឿនលឿនប៉ុន្តែពីបងទៅដូចគ្នាអូនទៅការដល់ប្រទេសជឿនលឿនហ្នឹងមកដល់ clinic ហ្នឹងហើយបាក់គ្រូពេទ្យដែលគាត់អត់ជំនាញអាចមានផលលំបាកในការកែចំមុះដោយមកវិញនៅស្រុកខ្មែរយើងក៏មាន clinic ធំៗដែលអាចវះកាត់ប្រើចំជំនាញបានដែរនៅ clinic បងក៏មាន clinic មិត្តភក្តិបងដែលជាគ្រូពេទ្យឯកទេសដូចគ្នាហ្នឹងគឺគេមានប្រើចំជំនាញមួយគ្នាហើយតម្លៃសមរម្យទៀត $3500 $4500 $5000 គឺគេកែបានដូចគ្នាហើយមានគ្រូពេទ្យជនជាតិខ្មែរដែលអាចនិយាយគ្នាបានទៀតហើយមួយទៀតយើងមានផ្ដល់ការតាមដាន follow up រាប់សិបឆ្នាំទៅមុខទៀតចឹងមានថាបងអូនឯងចំណាយលុយប៉ុណ្ណឹងកែនៅគ្រូពេទ្យស្រុកខ្មែរអូនឯងកែ5ឆ្នាំ10ឆ្នាំឆ្កល់ឲ្យមិនយល់អីអូនឯងមានគ្រូពេទ្យនៅចិត្តតែតង់បានគ្រប់ពេលប៉ុន្តែបងអូនឯងទៅកែស្រុកក្រៅ $12000 ហ្នឹងណាមានបញ្ហាអូនឯងគិតមើលធ្វើ visa សមុទ្រកប៉ាល់អត់ថ្លៃស្នាក់នៅមកចប់អស់លុយច្រើនតង់ទៀតកន្លែងហ្នឹងដែរដែលគួរពិចារណាទៅប៉ុន្តែបើគេអ្នកគេមានលុយគេមានលទ្ធភាពទិញកាបូបតម្លៃ$12000 បានហេតុអីបានគាត់មិនហ៊ានចាយលុយនៅលើចំមុះ$5000 អញ្ចឹងហើយបានបងតែទៅប្រាប់ភ្ញៀវដែរថាតម្លៃពេលខ្លះអូនត្រូវគិតដែរវាជាសម្រស់របស់យើងអ្នកខ្លះគេហ៊ានចាយលុយ$100,000នៅលើចំមុះមួយអញ្ចឹងបានទោះតម្លៃខាងបង1000ជាង2000ជាងបងគិតថានៅតែគូថ្លៃចឹងនៅតែអាចលៃបានអញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណលោកគ្រូពីវិធីសាស្ត្រដ៏ល្អនិងការចែករំលែកដ៏ល្អជាមួយនឹង podcast មួយនេះ